អាយុដំអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនារសៀលថ្ងៃទី19ខែឧសភាឆ្នាំ2026នេះបានដឹកនាំក្រុមការងារខេត្តមន្ទីរអង្គភាពជំនាញនិងមន្ត្រីពាក់ព័ន្ធអញ្ជើញចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតក្រុងកំពង់ចាមដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែកស្ថិតនៅសង្កាត់សម្បូរមាសក្រុងកំពង់ចាម